របៀបបង្កើត Gmail នៅក្នុងឆ្នាំ2026ឲ្យបានត្រឹមត្រូវនិងយកទៅប្រើប្រាស់គ្រប់តម្រូវការតោះយើងទៅដឹងទាំងអស់គ្នាអញ្ចឹងមុនដំបូងយើងចូលទៅក្នុង Gmail មកបើសិនជាបងប្អូនមិនទាន់មានទេបងប្អូនអាច download នៅក្នុង App Store ឬក៏ Play Store ក៏បានដែរនៅក្នុងនេះយើងចូលនៅក្នុងរូប profile នេះមកហើយនេះគឺជា Gmail ដែលខ្ញុំបានបង្កើតមកច្រើនមកដែរខ្ញុំយកទៅប្រើប្រាស់គ្រប់តម្រូវការហើយនៅក្នុងកន្លែងនេះយើង add another account មកដើម្បីបង្កើត account ថ្មីយើងចុចនៅកន្លែង Google គឺយើងចុចនៅត្រង់នេះយើងរងចាំបន្តិចនៅត្រង់នេះយើងចុចពាក្យ continue មកនៅពេលដែលយើងចុច continue ហើយមាន use another account យើងចុចថតនឹងមកនៅកន្លែងត្រង់នេះគឺយើងចុច create account យើងយក for my personal use មកព្រោះយើងប្រើសម្រាប់ខ្លួនយើងទេនៅត្រង់នេះយើងបំពេញនៅតកូលរបស់យើងហើយនឹងឈ្មោះរបស់យើងដូចខ្ញុំទៅនេះឈ្មោះពុនសិដ្ឋាអញ្ចឹងទៅអូខេចាំមកយើងបន្ទាប់ពីយើងបំពេញហើយយើងចុច next នៅត្រង់កន្លែងនេះបងប្អូនបំពេញនៅខែឆ្នាំកំណើតនិងភេទរបស់យើងមកអូខេយើងដាក់ថ្ងៃខែឆ្នាំយើងបំពេញឆ្នាំហើយយើងដាក់ភេទរបស់យើងមកយើងភេទប្រុសដាក់ male ភេទស្រីដាក់ female អញ្ចឹងមកហើយយើងចុច next នៅត្រង់កន្លែងនេះគឺគេបានរៀបចំឲ្យយើងមានពីរជម្រើសនៅក្នុងការជ្រើសរើសហើយជម្រើសចុងក្រោយយើងអាចបង្កើតខ្លួនឯងក៏បានដែរតែបើយើងចង់ងាយស្រួលយើងយករបស់គាត់ដែរបោះខាង Google ហ្នឹងរៀបចំឲ្យយើងមកសម្រាប់ខ្ញុំយករបស់ខាង Google រៀបចំហើយខ្ញុំចុចខាងលើខ្ញុំចុច next នៅត្រង់នេះគឺជាចំណុចសំខាន់មែនតើបងប្អូនត្រូវតែបង្កើតនៅ password ដើម្បីឲ្យយើងងាយស្រួលនៅក្នុងការ log in រាល់កម្មវិធីណាមួយដែលយើងចង់ប្រើប្រាស់ហើយសម្រាប់ password បងប្អូនបង្កើតឲ្យវា strong ឲ្យវាខ្លាំងមកឲ្យវារឹងមាំកុំឲ្យគេចូលផ្ទះដាស់បានអញ្ចឹងណាអូខេនៅពេលដែលយើងបង្កើតហើយយើងចុច next នៅត្រង់នេះក៏សំខាន់មួយដែរបងប្អូនត្រូវតែដាក់លេខទូរស័ព្ទដើម្បីឲ្យវាផ្ដល់ព័ត៌មានរាល់បញ្ហាផ្សេងៗឬក៏វាត្រូវការលេខកូដដូចផ្សេងអញ្ចឹងណាយើងបញ្ចូលនៅលេខទូរស័ព្ទរបស់ពួកយើងមកនៅពេលដែលយើងបញ្ចូលហើយយើងចុច next នៅត្រង់នេះវាបញ្ជាក់ថានេះជា account របស់យើងមានលេខទូរស័ព្ទមានឈ្មោះពេលយើងគិតថាត្រឹមត្រូវគឺច្បាស់ហើយយើងចុចតទៀតមកអូខេអញ្ចឹងយើងចុច next អូខេនៅត្រង់នេះគាត់ជា privacy របស់វាគាត់ជាលក្ខខណ្ឌរបស់វាទេអូខេយើងចុច agree មកយើងរងចាំបន្តិចអូខេត្រង់នេះយើងទទួលបាន Gmail មួយយ៉ាងស្រស់ស្អាតយ៉ាងល្អដើម្បីយកទៅប្រើប្រាស់នៅក្នុងកម្មវិធីណាផ្សេងៗដែលយើងចង់ប្រើប្រាស់ហើយទាំងនេះយើងមានប្រភេទជា notification យើងបើកវាទៅហើយយើងមើលនេះគឺជាឈ្មោះ Gmail របស់យើងអូខេយើងអាចដាក់រូបភាពនៅនឹងក៏បានអូខេពីខ្ញុំមានតែប៉ុណ្្នឹងទេរបៀបនៅក្នុងការបង្កើត Gmail ឲ្យបានត្រឹមត្រូវឲ្យបានស្តង់ដារដើម្បីយកទៅប្រើប្រាស់គ្រប់តម្រូវការ